មង្គលសោតទី3បូជាចបោចនយានំកិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយជាមង្គលដ៏ឧត្តមសេចក្តីអធិប្បាយថាបុគ្គលដែលគួរបូជានោះបុគ្គលជាន់ខ្ពស់គឺព្រះពុទ្ធព្រះបច្ចេកពុទ្ធព្រមទាំងព្រះធម៌និងព្រះសង្ឃបុគ្គលជាន់កណ្ដាលគឺឧបជាមេដាបិតាបងប្រុសបងស្រីជីដូនជីតានិងសមណព្រាហ្មណ៍ទាំងឡាយឯណាដែលមានសិលទាំងអំបាលនេះជាបុគ្គលគួរបូជាបុគ្គលជាន់ទាបគឺស្វាមីក៏ជាបុគ្គលដែលគួរបូជារបស់ភរិយាដែរឯបុគ្គលដែលបានបូជាព្រះពុទ្ធនឹងនាំឲ្យមានដីជះច្រើនបើបានបូជាព្រះធម៌នឹងនាំឲ្យមានបញ្ញាច្រើនបើបានបូជាព្រះសង្ឃនឹងនាំឲ្យមានភោគៈសម្បត្តិច្រើនតាមអានុភាពត្រៃរតន៍នោះការញែកផល្លានិសង្ឃបូជានេះគ្រាន់តែឲ្យឃើញគុណានុភាពរតនត្រ័យតែប៉ុណ្ណោះឯព្រះពុទ្ធព្រះធម៌និងព្រះសង្ឃនោះលោកទុកដូចជាមេដាបិតានិងបុត្រនៅក្នុងបន្ទុកគ្រួសារនីមួយមិនបានដាច់ឆ្ងាយពីគ្នាពេកទេឯអ្នកធ្វើបូជាព្រះពុទ្ធនឹងបានប្រយោជន៍ក្នុងជាតិនេះផងជាតិខាងមុខផងដូចរឿងនាយមាលាកាឈ្មោះសុម្នាក់តែងតែបេះផ្កាម្លិះយកពីសួនទៅថ្វាយព្រះបាទពំពិសារាល់ថ្ងៃមួយបានជួបនឹងព្រះសាស្តាចារ្យកើតចិត្តជ្រះថ្លាក៏យកផ្កាម្លិះនោះបាចថ្វាយព្រះសាស្តាចារ្យនៅពាក់កណ្ដាលផ្លូវទៅឯផ្កាម្លិះនោះមិនមានជ្រុះមកដល់ដីឡើយកើតជាផ្កាកម្រងដ៏ល្អអស្ចារ្យមានតងខ្ទប់ជាប់គ្នាបីដូចជាក្រឡាសំណាញ់ចាក់ស្រេះជាប់ជាផ្ទាំងពីរផ្ទាំងគឺផ្ទាំងមួយអណ្ដែតពីខាងឆ្វេងផ្ទាំងមួយទៀតអណ្ដែតពីខាងស្ដាំហើយអណ្ដែតតាមព្រះពុទ្ធទៅឯនាយសុម្នាក់មាលាកានោះកាលបើបានឃើញដូច្នោះហើយក៏ក្រឹករឹតតែកើតសេចក្តីជ្រះថ្លាខ្លាំងឡើងណាស់លុះទៅដល់ផ្ទះហើយក៏ប្រាប់ដំណឹងនោះដល់ភរិយានោះជាស្រីពាលភ័យពេកខ្លាចជាប់ទោសដល់ខ្លួនត្បិតគ្មានផ្កាថ្វាយព្រះបាទពំពិសាក៏បន្ទោសស្វាមីនិងនិយាយសុំលេងលះគ្នាក្នុងវេលានោះហើយចុះចេញអំពីផ្ទះទៅក្រាបទូលព័ត៌មាននោះដល់ព្រះបាទពំពិសាព្រះបាទពំពិសាជ្រាបហើយក៏ទ្រង់ព្រះបណ្ដេញស្រីនោះឲ្យចេញចាករាជធានីហើយឲ្យហៅនាយមាលាកានោះមកសួរបញ្ជាក់ទ្រង់ជ្រាបហេតុសពគ្រប់ហើយព្រះអង្គជ្រះថ្លានឹងនាយមាលាកាទៅទ្រង់ព្រះរាជទានរបស់ឲ្យនាយមាលាកាក្នុងមួយមុខ8គឺមាសប្រាក់គោដំរីក្របីសេះខ្ញុំប្រុសខ្ញុំស្រីនិងស្រុកសួយ8ស្រុកទៀតឲ្យជារង្វាន់ដល់នាយមាលាកានោះមិនមែនមានផល្លានៃសង្ឃត្រឹមតែប៉ុណ្ណោះទេនឹងមិនធ្លាក់ទៅនរកអស់100,000កាប់ទៀតហើយលុះជាតិជាទីបំផុតនឹងបានត្រាស់ដឹងជាព្រះបច្ចេកពុទ្ធមួយព្រះអង្គព្រះនាមថាសុម្នាក់ដោយផលបូជាផ្កាម្លិះនេះឯងមង្គលសោតទី4បដិរូបតេសវាសោចៈកិរិយានៅក្នុងប្រទេសដ៏សមគួរទុកជាមង្គលដ៏ឧត្តមសេចក្តីអធិប្បាយថាប្រទេសដ៏សមគួរនោះគឺសំដៅយកប្រទេសដែលបរិបូរណ៍ទៅដោយធម៌វិន័យបើគ្រាពុទ្ធសម័យសំដៅយកមជ្ឈិមប្រទេសគឺជាប្រទេសបរិបូរណ៍ដោយធម៌វិន័យហើយស្ថិតនៅពាក់កណ្ដាលផែនដីទុកថាជាបដិរូបប្រទេសព្រោះប្រទេសនោះមានព្រះពុទ្ធនិងព្រះបច្ចេកពុទ្ធនិងព្រះអក្សសាវពុទ្ធតែងកើតតែងស្ថិតនៅក្នុងទីនោះដែលបុគ្គលនៅក្នុងមជ្ឈិមប្រទេសនោះរមែងបានអនុត្តរធម៌គឺធម៌ដ៏ប្រសើរលើសលោក6ប្រការគឺទេសនានុត្តរិយៈឃើញប្រសើរគឺឃើញព្រះពុទ្ធព្រះបច្ចេកពុទ្ធនិងអក្សសាវពុទ្ធមួយសវនានុត្តរិយៈការស្ដាប់ដ៏ប្រសើរគឺស្ដាប់ធម៌ព្រះពុទ្ធជាដើមមួយលាភានុត្តរិយៈបានប្រសើរគឺបាននៅសទ្ធាចិត្តជឿកម្មជឿផលជឿគុណប្រតនត្រ័យជាដើមមួយសិក្ខានុត្តរិយៈសិក្សារៀនសូត្រប្រសើរគឺសិក្សា
ធរអាឬធម្មវិន័យពុទ្ធសាសនាមួយបារិចរិយានុត្តរិយៈបំរើប្រសើរគឺបានបំរើធ្វើជាឧបថាកៈឬឧបថាយិកាព្រះពុទ្ធឬក៏វយាវចៈព្រះសង្ឃមួយអនុសតានុត្តរិយៈរលឹកប្រសើរគឺរលឹកដល់គុណ10យ៉ាងមានរលឹកពុទ្ធគុណធម្មគុណសង្ឃគុណជាដើមរួមជា6ប្រការហើយបុគ្គលនោះមានសទ្ធាមានសេចក្តីស្នេហាជាប់មិនដាច់ដោយចំណែកមួយដោយរឿងព្រាហ្មណ៍ម្នាក់ឈ្មោះវគ្គលិនៅក្នុងក្រុងសាវត្ថីបានឃើញរូបព្រះពុទ្ធជាម្ចាស់ហើយក៏មានចិត្តជ្រះថ្លាកើតសេចក្តីស្នេហាជាប់ចិត្តស្អិតក្នុងព្រះពុទ្ធរូបនោះចង់តែមើលព្រះរូបមិនចេះឆ្អែតឆ្អន់សោះទើបដល់ខ្លួនចេញពីផ្ទះទៅបួសក្នុងសំណាក់ព្រះសាស្តាលោកបួសហើយកាលណាគ្មានគិតសិក្សារៀនសូត្រធម៌អ្វីសោះគិតតែពីតាមមើលព្រះបរមរូបរបស់ព្រះពុទ្ធអង្គនោះលុះអបនិស្ស័យដែលអាស្រ័យនឹងសេចក្តីអប់រំក្នុងព្រះសាស្តាចាស់ខ្លះហើយទើបព្រះអង្គមានព្រះពុទ្ធដីកាថានេវគិអ្នកឯងក៏មើលរូបតថាគតដោយមង្សចក្ខុអ្នកឡើយចូលអ្នកមើលធម៌ចូលពិចារណាឲ្យឃើញធម៌តថាគតវិញចុះអ្នកណាឃើញធម៌អ្នកនោះឈ្មោះថាឃើញតថាគតអ្នកណាឃើញតថាគតអ្នកនោះឈ្មោះថាឃើញធម៌ឯអ្នកឯងនេះគិតមើលត្រឹមតែរូបតថាគតប៉ុណ្ណោះមិនមើលធម៌តថាគតដោយមង្សចក្ខុសោះឡើយណាស់ហើយចុះអ្នកឯងចូលជៀសចេញពីទីនេះទៅវគ្គលិភិក្ខុនោះកាលឮព្រះពុទ្ធជាម្ចាស់ទ្រង់បណ្ដេញចេញដូច្នេះហើយក៏នឹកតូចចិត្តណាស់ស្រែកទ្រហោយំហើយដើរឡើងទៅលើភ្នំដរាបដល់កំពូលគិតថាអាត្មាអញរស់នៅធ្វើអ្វីទៀតឡើយបើខានឃើញព្រះសាស្តាហើយស្លាប់ទៅប្រសើរជាងរស់នៅហើយប្រង់នឹងផ្ដួលខ្លួនប្រមៀលទម្លាក់មកពីលើកំពូលភ្នំឲ្យស្លាប់គ្រានោះព្រះសាស្តាទ្រង់ជ្រាបហើយក៏ព្រះអង្គធ្វើបដិហាហាក់បីដូចជាព្រះអង្គយាងទៅគង់នៅចំពោះភវង្គលិភិក្ខុនោះហើយបញ្ចេញរស្មី6ប្រការបោយព្រះហត្ថហៅភិក្ខុវគ្គលិថានេវគ្គលិវគ្គលិហើយទ្រង់ប្រទានធម៌ទេសនាចំពោះមុខវគ្គលិក៏មានចិត្តជ្រះថ្លាកើតអពាំងគាបៃតេអណ្ដែតខ្លួនឡើងទៅលើអាកាសហើយលឿនឆ្ពោះទៅកាន់វត្តចេតពុនក្នុងគ្រានោះប្រាជ្ញាក៏ចោះឃើញច្បាស់នៅចតុរារិយសច្ចៈបានសម្រេចព្រះអរហន្តកាត់កិលេសជាសមុច្ឆេទបហានដោយសារបាននៅក្នុងប្រទេសដ៏សមគួរបរិបូរណ៍ដោយវត្ថុស័ក្តិសិទ្ធិមានព្រះពុទ្ធជាដើមដោយបានអធិប្បាយមកខាងដើមនេះឯងមង្គលសូត្រទី5ពពេចកតបញ្ញតាភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុនជាមង្គលដ៏ឧត្តមសេចក្តីអធិប្បាយថាការធ្វើទានក្តីការរក្សាសិល5សិល8ជាដើមក្តីការធ្វើភាវនាខាងផ្លូវសមថៈនិងវិបស្សនាក្តីការធ្វើកងការកុសលដតីមានធ្វើពុទ្ធបូជាធម្មបូជាសង្ឃបូជាឬក៏រៀនធម៌ស្ដាប់ធម៌ទេសនាជាដើមក្តីហៅថាធ្វើបុណ្យទាំងអស់បុណ្យដែលបុគ្គលនឹងបានធ្វើនោះកើតមកអំពីហេតុ3យ៉ាងគឺ1បសាទោកើតមកអំពីភ្នែកឃើញរូបត្រជាឮសំឡេងជាដើមហើយចិត្តក៏កើតជ្រះថ្លាឡើងធ្វើបុណ្យមានទានជាដើមនោះទៅ2សង្វេគោកើតមកអំពីភ្នែកឃើញរូបចាស់ជរាឈឺស្លាប់ជាដើមហើយតក់ស្លុតរន្ធត់ក្នុងចិត្តក៏ធ្វើបុណ្យនោះទៅ3តេសុចរិតតាកើតមកអំពីបញ្ញាពិចារណាឃើញនៅទោសក្នុងអំពើទុច្ចរិតឃើញនៅគុណក្នុងអំពើសុចរិតហើយធ្វើបុណ្យមានទាននិងសិលជាដើមនោះអំពើបុណ្យទាំងអស់នោះ
បនណាមួយក្តីដែលបុគ្គលប្រុសស្រីបានធ្វើបានសន្សំទុកមកហើយក្នុងកាលមុនគឺតាំងអំពីជាតិមុនមកបននេះឯងមិនភ្លេចបុគ្គលនោះឡើយនឹងតាមរកបុគ្គលនោះឲ្យផលសុខចម្រើនតាមលំដាប់ដល់ជាតិគ្រប់ជាតិកំបីឃ្លៀងឃ្លាតដូចរឿងព្រះបាទកបិណ្ឌរាជនិងព្រះនាងអណោជាទេវីជាដើមមានសេចក្តីដំណាលថារឿងនេះຕົកក្នុងគម្ពីរមង្គលដ្ឋតិបនីគ្រានោះជាចន្លោះព្រះពុទ្ធសាសនាមានស្រុកមួយឈ្មោះថាបេសកក្រៀមគឺជាស្រុកជាងដំបានមានមនុស្ស 1000 គ្រួសារនៅក្នុងស្រុកនោះរីឯមេជាងដែលជាធំជាងគេនោះជាអ្នកមានសទ្ធាជ្រះថ្លាក្នុងការបន់គ្រានោះព្រះបច្ចេកពុទ្ធ 1000 អង្គមកអំពីព្រៃហេមពៀនហើយបានជួបនឹងមេជាងដំបាញដែលជាធំជាងគេនោះក៏ឃើញហើយកើតចិត្តជ្រះថ្លានិមន្តព្រះបច្ចេកពុទ្ធទាំង 1000 អង្គនោះសូមឲ្យគង់នៅចាំវសាក្នុងស្រុកនោះលុះព្រះបច្ចេកពុទ្ធទទួលនិមន្តហើយមនុស្សក្នុងស្រុកនោះទាំងអស់គ្នាក៏មានសទ្ធាជ្រះថ្លាកាន់អង្គមួយនាក់មួយអង្គគ្រប់អង្គទាំង 1000 អង្គលុះដល់ថ្ងៃចេញវសាក៏នាំគ្នាប្រគេនសម្ពុទ្ធសាដកចាំវសាដល់ព្រះបច្ចេកពុទ្ធទាំងឡាយគ្រប់គ្នាឯមេជាងដំបាញដែលជាធំជាងគេព្រមទាំងភរិយាជាអ្នកមានប្រាជ្ញាជាងគេនៅវេលាប្រគេនសម្ពុទ្ធចាំវសានោះមិនប្រគេនទទេដូចគេភរិយាមេជាងដំបាញនោះបានបេះផ្កាននងព្រៃមានពណ៌លឿងស្រស់ល្អចំនួន 2-3 យកមកដាក់លើសម្ពុទ្ធនោះហើយប្រគេនហើយតម្កល់សេចក្តីប្រាថ្នាថាកើតជាតិកាលណាទៅឯអនាគតជាតិសូមឲ្យបានជាធំជាងគេធ្វើតែមេគេជាដរាបទៅហើយសូមឲ្យបាននាមថាអណោជាផ្កាននងព្រៃព្រមទាំងសម្បុរកាយនិងគ្រឿងស្លៀកពាក់ក៏ឲ្យមានពណ៌សុទ្ធតែលឿងដូចជាពណ៌ផ្កាននងព្រៃដូច្នោះឯងព្រះបច្ចេកពុទ្ធលោកក៏ទទួលធ្វើអនុមោទនាថាអច្ចតាំងបដ្ឋិតាំងតមហង្ខពមេវៈសមិច្ចតោសេចក្តីប្រាថ្នាដែលអ្នកប្រាថ្នាហើយបានតម្កល់ទុកហើយក្នុងចិត្តចូលឲ្យបានសម្រេចឆាប់រស់រាន់តនចិត្តដល់អ្នកចោះកំបីឃ្លាតឡើយហើយក៏លោកជៀសចាញ់អំពីទីនោះទៅកាន់ព្រៃហេមពៀនវិញទៅឯពួកជាងដំបាញទាំងឡាយនោះលុះដល់ធ្វើកាលកិរិយាស្លាប់ទៅក៏បានទៅកើតជាទេវបុត្រនៅក្នុងឋានសួគ៌ឈ្មោះតាវតੰទាំងអស់គ្នាជាគណៈទេវបុត្រមានវិមាននៅជុំគ្នាឯវិមានទេវបុត្រដែលជាមេជាងដំបាញជាធំជាងគេនោះនៅចំកណ្ដាលហើយវិមានទេវបុត្រដែលជាកូនជាងដំបាញទាំង 999 អង្គទៀតនោះនៅចោមរោមជុំវិញជាបរិវារវិមាននៃទេវបុត្រជាមេជាងដំបាញដែលជាធំជាងគេនោះឯភរិយានៃទេវបុត្រដែលជាធំជាងគេនោះក៏មានសម្បុរលឿងគ្រឿងប្រើប្រាស់ក៏សុទ្ធតែលឿងដូចជាផ្កាននងព្រៃទាំងអស់លុះដល់មកសាសនាព្រះពុទ្ធកស្សបៈទេវបុត្រទាំងឡាយនោះក៏ចុតិមកកើតក្នុងឋានមនុស្សលោកបានកសាងកុសលផ្សេងជាថ្មីថែមទៀតលោកអស់អាយុទៅបានទៅកើតជាទេវបុត្រក្នុងទេវលោកសួគ៌នាយទៀតលុះដល់មកសាសនាព្រះសម្មាសម្ពុទ្ធទ្រង់ប្រណិមគោដំបរមគ្រូជាម្ចាស់នៃយើងនេះទេវបុត្រទាំងឡាយនោះក៏ចុតិមកកើតជាមនុស្សទាំងអស់គ្នាឯទេវបុត្រជាធំជាងគេនោះមកកើតក្នុងត្រកូលក្សត្របានជាស្ដេចសោយរាជព្រះនាមព្រះបាទមហាកបិណ្ឌរាជឯភរិយាទេវបុត្រដែលជាធំជាងគេនោះក៏ចេតិមកកើតជាមនុស្សក្នុងត្រកូលព្រាហ្មណ៍ហើយមាននាមថាអណោជាទាំងបានជាអគ្គមហេសីនៃព្រះបាទកបិណ្ឌរាជនោះផងឯពួកទេវបុត្រទាំង 999 អង្គទៀតនោះក៏ចុតិមកកើតក្នុងត្រកូលអាមាត្យលុះធំឡើងក៏បានធ្វើជាអាមាត្យមហាកបិណ្ឌរាជទាំងអស់គ្នា
ឯព្រះមហាក្សត្រនិងអាមាត្យទាំងអស់នេះរមែងតែងតែនាំគ្នាស្វែងរកសាសនាដែលនាំមកនូវសេចក្តីសុខលុះសម័យមួយព្រះមហាក្សត្រព្រមទាំងរាជអាមាត្យទាំងអស់នោះហែស្ដេចយាងទៅក្រសាលឧទ្យានក៏បានជួបនឹងនាយឈ្មួញរទេះដែលនាំទំនិញចេញអំពីនគរសាវត្ថីមកជួញលុះជួបហើយទ្រង់សួរថានាយឈ្មួញអើយអ្នកមកអំពីនគរនោះអ្នកដឹងដំណឹងអ្វីប្លែកដែលនាំមកនៅសេចក្តីសុខដល់ត្រចៀកខ្លះដែរឬទេនាយឈ្មួញនោះក៏ក្រាបទូលថាបានដឹងខ្លះដែរហើយព្រះអង្គឲ្យនាយឈ្មួញថាថ្វាយទ្រង់ព្រះសណ្ដាប់នាយឈ្មួញក៏ក្រាបទូលថាពុទ្ធោបណ្ណោលោកេធម្មោបណ្ណោលោកេសង្ឃោបណ្ណោលោកេព្រះពុទ្ធជាម្ចាស់ត្រាស់ដឹងឡើងហើយក្នុងលោកព្រះធម៌កើតឡើងហើយក្នុងលោកព្រះសង្ឃមានហើយក្នុងលោកតែពាក្យ3ម៉ាត់ឬ3បទប៉ុណ្ណោះព្រះមហាក្សត្រព្រមទាំងរាជអាមាត្យទ្រង់ព្រះសណ្ដាប់ហើយក៏កើតបិតិទាំង5ប្រការព្រឺព្រួចសពព្រះកាយាហើយព្រះអង្គបូជានាយឈ្មួញនោះក្នុងពាក្យ1ម៉ាត់1សែនកហបណៈ3ម៉ាត់ត្រូវជា3សែនកហបណៈហើយបញ្ជូននាយឈ្មួញនោះទៅបើកប្រាក់ព្រមទាំងនាំសារទៅថ្វាយដំណឹងព្រះនាងអនោជាទេវីជាព្រះអគ្គមហេសីឲ្យបានជ្រាបផងចំណែកព្រះអង្គនិងរាជអាមាត្យទាំង999នាក់នោះក៏ឡើងសេះបរឆ្ពោះទៅកាន់សំណាក់ព្រះសាស្តាទ្រង់ជ្រាបហើយក៏ព្រះអង្គទ្រង់យាងទៅគង់ចាំទទួលនៅទៀបឆ្នេរស្ទឹងហើយទ្រង់បញ្ចេញនៅព្រះរស្មីទាំង6ពណ៌ភ្លឺល្អអោភាសប្រងព្រាយក្នុងទីនោះឯព្រះរាជាព្រមទាំងរាជបរិវារលុះធ្វើគមនាការទៅត្រូវឆ្លងស្ទឹង3សង្កាត់ទៅដល់ក្នុងស្ទឹងនីមួយទំហំ3គីវុតក៏មានទំហំធំដល់ទៅកន្លះយោជន៍ក៏មានទំហំធំដល់ទៅ1យោជន៍ក៏មានព្រះអង្គទ្រង់អធិដ្ឋានហើយនឹកដល់គុណពុទ្ធគុណព្រះធម៌គុណព្រះសង្ឃរួចហើយក៏បរសេះជន់លើខ្នងទឹកនោះក៏រឹងដូចផែនដីអាចឲ្យសេះជន់ដើរឆ្លងកាត់ទៅបានរហូតទាំង3សង្កាត់ឥតផុងជើងសេះឡើយលុះទៅដល់ហើយស្ដេចក៏ចុះចាកអសដរព្រមទាំងអាមាត្យជាបរិវារថ្វាយបង្គំព្រះអង្គហើយក៏ទ្រង់ស្ដាប់ធម៌ទេសនាលុះចប់ហើយក៏បានសម្រេចសោតាបត្តិផលគ្រប់គ្នាក្នុងគ្រានោះរីឯនាយឈ្មួញរទេះនាំដំណឹងនោះទៅក្រាបទូលព្រះនាងអនោជាព្រះនាងអនោជាបានជ្រាបហើយក៏រឹតតែកើតសេចក្តីជ្រះថ្លាជាត្រៃគុណគឺក្នុងពាក្យ1ម៉ាត់ព្រះនាងបូជា3សែនកហបណៈរួមទាំង3ម៉ាត់គឺព្រះពុទ្ធ1ព្រះធម៌1ព្រះសង្ឃ1ត្រូវជា9សែនកហបណៈបើរួមទាំងប្រាក់ព្រះរាជា3សែនកហបណៈផងនាយឈ្មួញរទេះនោះត្រូវបាន12សែនកហបណៈក្នុងគ្រានោះឯងឯព្រះនាងទេវីហៅប្រពន្ធអាមាត្យទាំង999នាក់មកហើយត្រូវជា1000នាក់និងព្រះនាងក៏នាំគ្នាឡើងលើរាជរថតូចរៀងខ្លួនបរកាត់សំដៅទៅកាន់សំណាក់ព្រះសាស្តាលុះទៅដល់ស្ទឹងទី1ទី2និងទី3ដែលនៅជាសង្កាត់រាំងផ្លូវនោះហើយព្រះនាងទេវីក៏អធិដ្ឋានហើយក៏នឹកដល់គុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃមានទំនងដូចគ្នានឹងព្រះរាជាហើយបរព្រះរាជរថឆ្លងកាត់ទឹកនោះទៅបានដូចគ្នាអត់មានទៅទឹកស្នាមដល់កង់រាជរថនិងជើងសេះដល់បន្តិចបន្តួចអ្វីសោះឡើយលុះព្រះនាងទេវីព្រមទាំងភរិយារាជអាមាត្យទាំងអស់គ្នាចូលទៅដល់ហើយគ្រានោះព្រះសាស្តាព្រះអង្គសម្ដែងបដិហាបាំងបិទចិត្តមិនឲ្យពួកជនទាំងពីរក្រុមនេះមើលគ្នាឃើញឡើយដើម្បីកុំឲ្យកើតកាមតណ្ហាក្នុងការឃើញរូបនោះលុះព្រះនាងអនោជាទេវីរួមទាំងភរិយាអាមាត្យត្រូវជា1000នាក់នោះថ្វាយបង្គំព្រះសាស្តាហើយអង្គុយស្ដាប់ធម៌ទេសនាបានសម្រេចមគ្គផលជាព្រះអរិយបុគ្គលក្នុងព្រះពុទ្ធសាសនាទើបព្រះសាស្តាស្រាយអធិបាតបដិហា
ឲ្យជនទាំងពីរពួកនេះបានឃើញឯបុគ្គលបានធ្វើបុណ្យពីក្នុងគ្រាមុនទុកមកនឹងបានតម្កល់សេចក្តីប្រាថ្នាល្អជាមូលបនិធិទុកមមហើយក៏បានផលដូចនៃដែលបានអធិប្បាយមកនេះឯងមង្គលទី6អត្តសមាបនិធិចកិរិយាតម្កល់ខ្លួនទុកដោយប្រពៃជាមង្គលដ៏ឧត្តមសេចក្តីអធិប្បាយថាបុគ្គលដែលបានតម្កល់ខ្លួនទុកនៅក្នុងសទ្ធាគឺការជឿនៅកម្មជឿនៅផលជឿគុណព្រះពុទ្ធជឿគុណព្រះធម៌ជឿគុណព្រះសង្ឃជាដើមនិងតម្កល់ខ្លួនទុកនៅក្នុងសិល5សិល8ឬក្នុងកម្មបទ10ប្រការឬតម្កល់ខ្លួនទុកនៅក្នុងការស្ដាប់ធម៌ទេសនាក្នុងការបរិច្ចាគទ្រព្យធ្វើទានក្នុងការពិចារណាបញ្ញខណ្ឌឲ្យឃើញថាអនិច្ចំជារបស់មិនទៀងទុក្ខំជារបស់ដែលតែងជួបប្រទះតែនឹងសេចក្តីទុក្ខអនត្តាជារបស់មិនមែនជាខ្លួនប្រាណមិននៅក្នុងអំណាចនៃសេចក្តីអង្វរករឬបង្គាប់បញ្ជាជនណាឡើយយ៉ាងនេះជាដើមឡើងទៅហើយទើបលោកឈ្មោះថាតម្កល់ខ្លួនទុកដោយប្រពៃមានសេចក្តីដំណើរថាដោយរឿងព្រាហ្មណ៍ម្នាក់ជាមនុស្សមិច្ឆាទិដ្ឋិខាងក្រៅពុទ្ធសាសនាបើគាត់ឮពាក្យគេពោលថាត្រឹមតែព្រះពុទ្ធព្រះធម៌ព្រះសង្ឃដូច្នោះក៏មិនបានគាត់មានចិត្តខឹងភ្លាមមួយរំពេចព្រោះគាត់ស្អប់ព្រះពុទ្ធស្អប់ព្រះធម៌ស្អប់ព្រះសង្ឃណាស់ប៉ុន្តែនាងព្រះមណីជាភរិយាគាត់នោះជាមនុស្សសមាទិដ្ឋិយល់ត្រូវល្អជ្រះថ្លាក្នុងសិលធម៌ព្រះពុទ្ធសាសនាសម័យថ្ងៃមួយគាត់ប្រឹក្សានឹងភរិយាថាយើងនឹងនិមន្តពួកព្រាហ្មណ៍មកធ្វើបុណ្យក្នុងផ្ទះយើងនាងព្រាហ្មណីជាភរិយាក៏ព្រមតាមបំណងស្វាមីឥតតតឹងទាស់ឯព្រាហ្មណ៍ជាស្វាមីនោះនិយាយបដិញ្ញានឹងភរិយាថាបើកាលណាពួកព្រាហ្មណ៍ទាំងនោះមកដល់ផ្ទះយើងហើយចូលនាងឯងប្រយ័ត្នមាត់កំពល់ថាព្រះពុទ្ធព្រះធម៌ព្រះសង្ឃឡើយបើនាងឯងពោលហើយអញនឹងកាប់សម្លាប់នាងឯងដោយដាវមិនខានថាហើយក៏នាំគ្នាចាត់ចែងភោជនាអាហារលុះព្រាហ្មណ៍ចូលមកអង្គុយក្នុងផ្ទះជួបជុំគ្នាហើយនឹងបរិភោគនាងព្រាហ្មណីដែលកំពុងតែខ្វល់ខ្វាយបំរើស្រាប់តែចំពប់ជើងផ្លាត់មាត់ថានមោតាសៈភគវតោដូច្នេះជាដើមពួកព្រាហ្មណ៍ឮពាក្យនេះហើយក៏ខឹងច្រឡោតនាំគ្នាជេរប្រតិចព្រាហ្មណ៍ជាម្ចាស់ផ្ទះហើយក្រោកដើរបាត់អស់ទៅឯព្រាហ្មណ៍ជាស្វាមីក្រោតខឹងនឹងភរិយាពេកណាស់ជេរប្រតិចផ្ដាសាដោយប្រការផ្សេងហើយចូលទៅគាល់សម្ដេចព្រះបរមសាស្តាទូលសួរពីហេតុជាគ្រឿងកំចាត់បងនៅសេចក្តីសោយសោកនិងដេកលក់ជាសុខទើបព្រះអង្គទ្រង់ត្រាស់ថាមនាលព្រាហ្មណ៍បុគ្គលសម្លាប់នៅកិលេសគឺសេចក្តីសៅមងមានទោសៈជាដើមដោយអរិយមគ្គញ្ញាណរមែងដេកលក់ជាសុខនឹងមិនមានសេចក្តីសោយសោកក្នុងលោកខាងមុខព្រាហ្មណ៍បានស្ដាប់ធម្មទេសនាហើយមានសេចក្តីជ្រះថ្លាទូលសំបព្វជាឧបសម្បទាក្នុងសំណាក់ព្រះពុទ្ធបរមគ្រូខំចម្រើនវិបស្សនាមិនយូរប៉ុន្មានក៏បានសម្រេចជាព្រះអរហន្តកាត់កិលេសជាសមុច្ឆេទបហាដោយវិសាចនីមកនេះឯងមង្គលសូត្រទី7ពាហុសច្ចៈការបានស្ដាប់បានរៀនចេះចាំច្រើនជាមង្គលដ៏ឧត្តមសេចក្តីអធិប្បាយថាការបានស្ដាប់បានរៀនចេះចាំច្រើននៅធម៌របស់ព្រះពុទ្ធជាម្ចាស់ឬសាវករបស់ព្រះអង្គក៏ជាជនសប្បុរសណាមួយទោះបីជាបព្វជិតក្តីក្រហោះក្តីដែលជាអ្នកអាចទេសនាចង្អុលបង្ហាញផ្លូវសួរផ្លូវនិព្វានបានហៅថាពហុសច្ចៈបើជាបុគ្គលាធិដ្ឋានហៅថាពហុសូត្រពហុសូត្រនេះមានពីរយ៉ាងគឺក្រហោះជាអ្នកបានសិក្សារៀនសូត្រចេះចាំច្រើនអាចញ៉ាំងប្រយោជន៍និងសេចក្តីសុខឲ្យកើតឡើងនិងអាចដោះទុក្ខទោសរបស់ខ្លួននិងអ្នកដទៃបានដូចជាព្រះពោធិសត្វកាលកើតជាមហិសៈសាកុមារមានសេចក្តីដំណើរថាក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងក្រុងពារាណសីព្រះពោធិសត្វបានសោយព្រះជាតិ
ជាព្រះរាជបុត្ររបស់ព្រះរាជាអង្គនោះដើម្បីរងចាំកាលនឹងគ្រងរាជសម្បត្តិព្រះពោធិសត្វក៏ដកព្រះអង្គថយទៅគង់នៅក្នុងព្រៃសិនជាមួយនឹងព្រះអនុជពីរព្រះអង្គលុះយាងចូលទៅចិត្តស្រះមួយព្រះពោធិសត្វស្រេកទឹកក៏ប្រើច័ន្ទកុមារជាព្រះអនុជបន្ទាប់ឲ្យទៅដងទឹកខ្ទប់នឹងស្លឹកឈូកយកមកថ្វាយតែក្នុងស្រះនោះមានអរិយទឹកមួយហួងហែងរក្សាច័ន្ទកុមារឥតពិចារណាក៏ចុះភ្លាមទៅក្នុងស្រះត្រូវអរិយទឹកនោះចាប់បង្ខំទុកមិនឲ្យត្រឡប់មកវិញព្រះពោធិសត្វដល់បាត់ច័ន្ទកុមារយូរពេកមិនឃើញមកក៏ទ្រង់ប្រើសុរិយកុមារជាព្រះអនុជពៅឲ្យទៅតាមអរិយទឹកក៏ចាប់សុរិយកុមារនោះលាក់ទុកទៀតលុះបាត់ព្រះអនុជទាំងពីរមិនឃើញត្រឡប់វិញព្រះពោធិសត្វក៏ទ្រង់យាងទៅកាន់ស្រះដោយព្រះអង្គឯងទ្រង់ពិចារណាដោយវិចារណញ្ញាណជ្រាបច្បាស់ថាប្រកាសជាមានអរិយទឹកអាស្រ័យនៅក្នុងស្រះដោយទ្រង់ឃើញតែស្នាមជើងមនុស្សចុះឯស្នាមជើងមនុស្សឡើងមកវិញគ្មានទ្រង់ក៏សួរទៅអរិយទឹកដែលចូលមកកាន់សំណាក់ព្រះអង្គថាប្អូនយើងទាំងពីរនាក់តើអ្នកឯងចាប់ទុកឬអរិយទឹកក៏ឆ្លើយតាមពិតថាខ្ញុំបានចាប់ទុកមែនទើបព្រះពោធិសត្វត្រាស់សួរទៅទៀតថាអ្នកឯងអាចចាប់មនុស្សសត្វទាំងអស់ដែលចុះមកក្នុងស្រះនេះឥតរើសមុខឬក៏មានលើកលែងបុគ្គលបែបណាដែរលុះទ្រង់ជ្រាបថាអរិយទឹកមិនហ៊ានចាប់បុគ្គលដែលចេះទេវធម៌ទ្រង់ក៏សម្ដែងនៅទេវធម៌នោះប្រាប់អរិយទឹកក្នុងកាលនោះឯងអរិយទឹកបានស្ដាប់ធម្មទេសនានេះហើយក៏មានសេចក្តីជ្រះថ្លាទើបនាំព្រះរាជកុមារទាំងពីរព្រះអង្គមកថ្វាយព្រះពោធិសត្វវិញព្រះពោធិសត្វជាពហុសូតទើបអាចដោះស្រាយព្រះអង្គនិងព្រះអនុជទាំងពីរឲ្យរួចផុតអំពីសេចក្តីអន្តរាយបានមួយទៀតបព្វជិតជាពហុសូតជាអ្នកចេះចាំព្រះពុទ្ធវចនៈច្រើនក៏រមែងបានលៀបសក្ការៈច្រើនដោយព្រះអនន្តថ័យមានសេចក្តីដំណើរថាមានព្រាហ្មណ៍ម្នាក់មានសទ្ធាចង់បូជាព្រះធម៌ទើបចូលទៅគាល់ព្រះបរមសាស្តាហើយទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះពុទ្ធនិងព្រះសង្ឃខ្ញុំព្រះអង្គបានបូជាហើយនៅតែព្រះធម៌មិនទាន់បានបូជានៅឡើយតើខ្ញុំព្រះអង្គនឹងបូជាព្រះធម៌នោះក្នុងទីណាទើបព្រះដ៏មានព្រះភិក្ខជាម្ចាស់តបថាមនាលព្រាហ្មណ៍បើអ្នកចង់បូជាព្រះធម៌ចូលបូជាចំពោះភិក្ខុជាពហុសូតចុះព្រាហ្មណ៍ក៏ដើរទៅសួរភិក្ខុសង្ឃក៏ប្រាប់ថាព្រះអនន្តជាពហុសូតទើបនាំចតុបច្ច័យទៅបូជាព្រះអនន្តហើយចូលទៅគាល់ព្រះទសពលក្រាបទូលហេតុគ្រប់ប្រការព្រះសាស្តាក៏ទ្រង់ប្រទានសពសាធការពោសរសើរធម្មបូជារបស់ព្រាហ្មណ៍ជាអនេកបការឯពួកជនដទៃទៀតក៏នាំគ្នាយកចតុបច្ច័យមកបូជាព្រះអនន្តថ័យជាប់ជានិច្ចមិនដាច់ដោយហេតុព្រះអនន្តជាពហុសូតនេះឯង